ទោះបីជាខ្ញុំដឹងថាពិភពលោកនេះនឹងត្រូវរសាបសូន្យនៅថ្ងៃស្អែកខ្ញុំនឹងនៅតែដាំដើមឈើដែរនៅក្នុងថ្ងៃនេះ Martin Luther King ផ្នត់គំនិតដែលមនុស្សម្នាក់មានលើអនាគតរបស់គាត់តាក់ទងយ៉ាងខ្លាំងទៅនឹងទស្សនៈផ្លូវចិត្តជាពិសេសក្តីសង្ឃឹមគឺជាចំណុចសំខាន់ក្នុងការសម្រេចបាននូវគោលបំណងនិងគោលដៅជីវិតការរំពឹងទុកពីអនាគតការលើកទឹកចិត្តនិងផែនការដែលអាចត្រូវបានបង្កើតឡើងដើម្បីសម្រេចបាននូវគោលដៅទាំងនេះក៏សំខាន់ផងដែរនៅពេលដែលយើងព្យាយាមកំណត់ថាអ្វីជាក្តីសង្ឃឹមតាមទស្សនៈចិត្តវិទ្យាយើងរកឃើញសមាសធាតុពីរដែលជួយឲ្យយើងយល់ពីវាមកយើងវិញទៀតយើងមានសមត្ថភាពក្នុងការស្វែងរកវិធីសាស្ត្រអនុវត្តផ្សេងដែលអាចជួយឲ្យយើងសម្រេចបាននូវគោលដៅរបស់យើងវិធីសាស្ត្រនេះអាចអនុវត្តបានអាចធ្វើបែបនេះបានម្យ៉ាងវិញទៀតយើងមានលទ្ធភាពឬសមត្ថភាពក្នុងការផ្ដួចផ្ដើមបង្កើតសកម្មភាពនិងបន្តធ្វើសកម្មភាពដើម្បីសម្រេចគោលដៅដែលយើងប្រាថ្នាខ្ញុំអាចធ្វើបានខ្ញុំដឹងថាខ្ញុំមានសមត្ថភាពធ្វើវាបានដូច្នេះហើយក្តីសង្ឃឹមគឺជាអារម្មណ៍វិជ្ជមានដែលប្រាប់យើងថាទោះបីជាមិនស្ថិតក្នុងស្ថានភាពចង់បានក៏ដោយយើងអាចកែប្រែនិងធ្វើឲ្យវាខិតទៅចិត្តទៅនឹងសេចក្តីប្រាថ្នារបស់យើងបានវាគឺជាការគិតថាយើងអាចធ្វើអ្វីមួយបាននិងអាចសម្រេចវាបាន